សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំចន្ទធីកូនខ្មែររស់នៅប្រទេសហូឡង់ចាបងប្អូនចាវល់មកជួបខ្ញុំសាជាថ្មីចាក្នុងវីដេអូនេះគឺអំពីផ្កា cherry បងប្អូនចាឬក៏ផ្កា sakura ហ្នឹងដែលខ្ញុំធ្លាប់ធ្វើឲ្យវីដេអូហ្នឹងប៉ុន្តែខ្ញុំគិតថាមិនទាំងអស់ទេខ្ញុំយកវីដេអូខ្លះដែលខ្ញុំមានហ្នឹងយកមកកាត់ជាថ្មីអញ្ចឹងចាមានខ្លះចាស់ខ្លះថ្មីអញ្ចឹងតែវីដេអូនេះសិតតែនៅក្នុងឆ្នាំ2025នេះទាំងអស់ទេបងប្អូនចាខ្ញុំធ្វើវីដេអូនេះដោយសារតែខ្ញុំបាននិយាយជាមួយមិត្តភ័ក្តិកន្លែងធ្វើការខ្ញុំហ្នឹងគាត់ក៏បានទៅលេងហ្នឹងដែរភាគច្រើនមិត្តភ័ក្តិកន្លែងធ្វើការខ្ញុំហ្នឹងគាត់ទៅក្រោយមួយអាទិត្យអញ្ចឹងណាខ្ញុំចង់ប្រាប់ទៅមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនខ្មែរដែលរស់នៅប្រទេសហូឡង់ចាបើសិនជាគាត់មានបំណងចង់ទៅលេងនៅ Blossom Park នៅ Amsterdam ចាឆ្នាំក្រោយប្រហែលជាពេលល្អបំផុតនោះគឺនៅចុងខែ3ដើមខែ4គឺចំពេលការរីកតែម្ដងខ្ញុំទៅនេះមួយចំហៀងគឺរីកតែមួយចំហៀងទៀតអត់ទាន់ទេបងប្អូនចារៀងវារីកតែប៉ុន្តែมันស្រស់ឯងកាលខ្ញុំទៅឆ្នាំមុនគឺរីកស្រស់តែម្ដងប៉ុន្តែដោយសារតែខ្ញុំទៅឆ្នាំមុនហ្នឹងវាភ្លៀងធ្លាក់ដុំតកកបងប្អូនចាអញ្ចឹងហើយគឺធ្វើឲ្យជ្រុះស្រទាប់ផ្កាហ្នឹងចាទៅមើលអាទិត្យដែលខ្ញុំទៅហ្នឹងគឺរីកស្រស់ស្អាតមែនតើហើយមួយទៀតពេលដែលយើងទៅនោះសុំកំបេះ